សូមគោរពទៅដល់បងប្អូនជាទីរាប់អានហើយសូមអធិស្ឋានទៅលោកការនិយាយទៅលើសលុះខ្វះខាតប្រការណាមួយឬក៏ប៉ះពាល់ទៅដល់បងប្អូនប្រការណាមួយសូមអធិស្ឋានទុកជាមុនហើយខ្ញុំចូលរួមក្នុងសង្គមនេះគឺខ្ញុំមានចម្ងល់បានខ្ញុំចូលរួមហេតុអីខ្ញុំមានចម្ងល់គឺខ្ញុំពាក់ព័ន្ធទៅលើគុណមេត្តាបិតាឪពុកម្ដាយរបស់យើងហេតុអីខ្ញុំមានចម្ងល់ត្រង់ថាបងប្អូនជួបលោកឬក៏ថាបងប្អូនទៅទីវត្តអារាមគាត់បងប្អូនត្រូវគោរពគាត់គោរពលោកបាទហេតុអីគោរពគឺបងប្អូនឃើញលោកដាក់បានបានឬក៏ថាទីវត្តអារាមបងប្អូនគោរពអោរំទោហើយនឹងដោះមួកហើយរមែងអីដែលបងប្អូនមកប្រតិបត្តិជាមួយឪពុកម្ដាយខ្លួនឯងគឺផ្ទុយនឹងដែលយើងធ្វើទៅលើប្រសង់ហេតុអីខ្ញុំមានចម្ងល់កន្លែងហ្នឹងហេតុអីប្រសង់ឬក៏ថាព្រះពុទ្ធគាត់ថាជាតំណាងព្រះពុទ្ធសាសនាដើម្បីឲ្យបង្ហាញឲ្យស្គាល់អ្វីខុសអ្វីត្រូវដឹងបុណ្យដឹងបាបដឹងគុណឪពុកម្ដាយទុនទីព្រះពុទ្ធគឺបង្ហាញដល់ពេលអ្នកមានគុណយើងដែលមានគុណយើងជាធំគឺឪពុកម្ដាយយើងពោះ9ខែ10ថ្ងៃចិញ្ចឹមយើងតាំងពីតូចក្រូចឆ្មាដល់ធំរូបធំរាងមិនតិចឆ្នាំទេបងប្អូនមកបានចាប់កំណើតមកបងប្អូនគាត់បារម្ភពីយើងហូបអីខ្លាចប៉ះពាល់ដល់សុខភាពកូននៅក្នុងផ្ទៃអញ្ចឹងបានថាការគិតគាត់តាំងពីយើងចាប់កំណើតមកហើយដល់រមែងដល់ពេលយើងការហើយគឺនៅតែគិតមកដល់យើងដែរគិតខ្លាចកូននឹងទៅនៅជាមួយគេខ្លាចគេធ្វើបាបខ្លាចគេវាយគិតសពគ្រប់អញ្ចឹងបានថាទូនទីជាពុកម្ដាយគិតណាហើយរមែងអីដែលបងប្អូនមកប្រតិបត្តិជាមួយគាត់មិនស្មើនឹងបងប្អូនគោរពលោកផងហ្នឹងជួកាសបងប្អូនប្រើពាក្យសម្ដីអសិរោះជាមួយគាត់ធំតូចតម្លឹងសរសៃកចង់និយាយចង់យកឈ្នះឪពុកម្ដាយខ្លួនឯងទៀតខ្ញុំនេះឆ្ងល់កន្លែងហ្នឹងបងប្អូននេះឆ្ងល់បាទហើយចុះបងប្អូនគោរពគាត់ហ្នឹងមិនសឹងថាយើងគោរពឲ្យខ្លាំងជាងលោកទៀតណាបាទត្រូវឲ្យរំទោឬក៏ថាអូយខ្ញុំឃើញបងប្អូនខ្លះហូបបាយពេនស្មើភាពគ្នាតែមកជាមួយឪពុកម្ដាយអត់មានខ្លាចញញឹតនឹងអ្នកមានគុណបារមីគាត់ដែលគាត់ថែរក្សាបិចបាច់យើងមកអត់មានខ្លាចអំណាចគាត់ទេតោះខ្ញុំនេះតែកោតទេបងប្អូនបាទហើយដូចជាខ្ញុំលើកឲ្យប្រាប់ខ្ញុំអញ្ចឹងខ្ញុំខ្លាចបាទខ្លាចទី1គឺគាត់ជាអ្នកមានគុណដល់ខ្ពង់ខ្ពស់បាទហើយខ្លាចទី2គឺខ្ញុំគោរពគាត់ដោយគេថាដោយសក្តីស្រឡាញ់ចេញពីក្នុងខ្លួនយើងមកម្ដងបាទអត់មានស្រឡាញ់គាត់ដើម្បីជាប្រយោជន៍ដើម្បីចង់បានផ្ទះចង់បានដីធ្លីគាត់ទេបងប្អូនស្រឡាញ់ឪពុកម្ដាយកុំសម្លឹងមើលទ្រព្យសម្បត្តិរបស់គាត់ថែដែលគេថាថែរក្សាបិចបាច់គាត់ត្រូវដោយមានសទ្ធាទាស្លាចេញពីក្នុងចិត្តហ្មងបាទកុំចង់បានថែគាត់ឲ្យដឹងថ្ងៃមុខបានដីហ្នឹងថ្ងៃមុខបានផ្ទះហ្នឹងបងប្អូនកុំប្រើក្បួនហ្នឹងបាទអាហ្នឹងបំណងយើងមិនល្អលើគាត់បាត់ហើយហ្នឹងបាទអត់ល្អទេចឹងបានថាខ្ញុំចង់ឲ្យបងប្អូនប្រតិបត្តិឲ្យបានល្អគោរពប្រសង់បងប្អូនត្រូវគោរពឪពុកម្ដាយជាងបាទហើយបងប្អូនប្រតិបត្តិបានល្អជាមួយគាត់ណាបាទបងប្អូនจะមើលរកស៊ីអីកូនឡើងដែរ